សួស្តីបងបងតោះថ្ងៃនេះយើងមករៀនធ្វើក្បួនធ្វើខារ៉ាមែលដែលមានរសជាតិឆ្ងាញ់ញញឹមអាចធ្វើនៅផ្ទះបានសម្រាប់ថ្ងៃនេះដែរខ្ញុំមានត្រឹមតែទឹកដោះគោស្រស់មួយហើយនិងពងមាន់3គ្រាប់ថ្ងៃនេះដែរខ្ញុំប្រើពងមាន់ចំនួន3គ្រាប់ប្រសិនបើបងប្អូនប្រើពងមាន់ច្រើនជាងនេះអាចបន្ថែមគ្រឿងផ្សំដែលមាននៅក្នុងវីដេអូនេះបានខ្ញុំធ្វើការគោះពងមាន់របស់យើងចូលចានរួចរាល់ហើយខ្ញុំបន្ថែមស្ករសចំនួន1ស្លាបព្រាបាយប្រសិនបើបងប្អូនចង់បន្ថែមជាមួយនឹងទឹកដោះគោខាំក៏បានដែរឆ្ងាញ់ដូចគ្នាបន្ទាប់ពីបន្ថែមស្ករសឬក៏ទឹកដោះគោខាប់ចូលហើយបងប្អូនធ្វើការកូរពងមាន់របស់យើងឲ្យបានសព្វចំណែកឯទឹកដោះគោស្រស់វិញខ្ញុំប្រើ150 ml បងប្អូនអាចវាស់ដាច់នេះបានប្រសិនបើបងប្អូនធ្វើពងចំនួន6គ្រាប់អាចប្រើ300 ml ប៉ុន្តែខ្ញុំប្រើពង3គ្រាប់អញ្ចឹងខ្ញុំត្រូវដាក់150 ml យើងធ្វើការចាក់ទឹកដោះគោរបស់យើងកូរនៅលើភ្លើងតិចៗដើម្បីឲ្យទឹកដោះគោយើងពុះហើយតើយើងធ្វើការយកទឹកដោះគោមកដាក់នៅចូលក្នុងពងមាន់របស់យើងដែលយើងបានកូរមុននឹងហើយបន្ទាប់មកយើងធ្វើការកូរឲ្យសព្វម្ដងទៀតក្រោយពីខ្ញុំបានកូរពងមាន់របស់ខ្ញុំជាមួយទឹកដោះគោសព្វហើយឥឡូវនេះយើងមកដាក់ខ្ទះនៅលើភ្លើងហើយធ្វើស្ករខារ៉ាមែលរបស់យើងវិញម្ដងថ្ងៃនេះខ្ញុំប្រើស្ករសចំនួន3ស្លាបព្រាបាយដោយសារមិនចង់ឲ្យផ្អែមពេកទេបងប្អូនរសជាតិប៉ុណ្នេះគឺផ្អែមតិចៗអាចយកទៅដាក់ចូលក្នុងបង្អែមគឺកាន់តែឆ្ងាញ់ប្រសិនបើបងប្អូនចង់បានផ្អែមជាងនេះអាចដាក់4ស្លាបព្រាបាយឬក៏5ស្លាបព្រាបាយបានហើយយើងដាក់ភ្លើងតិចៗកូរវាឲ្យស្កររលាយទៅតាមដំណើររបស់វាបងប្អូនមិនបាច់បង្ខំភ្លើងពេកទេធ្វើឲ្យស្កររបស់យើងខ្លោចហើយទៅជាល្វីងក្រោយពីស្ករសរបស់យើងរលាយបានល្មមតាមដែលយើងចង់បានហើយយើងធ្វើការយកវាមកចាក់ចូលបាតកែវមួយថ្ងៃនេះខ្ញុំប្រើកែវចំនួន2ដែលបងប្អូនបានឃើញចំណែកឯពងមាន់ជាមួយនឹងទឹកដោះគោស្រស់ដែលយើងបានកូរមុនហ្នឹងខ្ញុំក៏បានយកវាមកត្រងដែរដើម្បីឲ្យសាច់ខារ៉ាមែលរបស់យើងវាម៉ត់ល្អបងប្អូនប្រសិនបើយើងមិនត្រងទេខារ៉ាមែលរបស់យើងគឺមានសាច់អត់ស្មូតស្អាតទេបងប្អូនអាចត្រងចំនួន1ដងក៏បាន2ដងក៏បានដើម្បីឲ្យសាច់ខារ៉ាមែលរបស់យើងម៉ត់ល្អប៉ុន្តែថ្ងៃនេះខ្ញុំត្រងតែម្ដងទេក្រោយពីយើងត្រងហើយយើងក៏ធ្វើការដួសពពុះចេញបន្តិចបន្តួចផងដែរហើយយើងក៏ធ្វើការចាក់វាចូលទៅក្នុងកែវដែលយើងបានដាក់ស្ករមុនហ្នឹងបងប្អូនប្រសិនបើបងប្អូនធ្វើជាមួយនឹងចានចំហុយធំជាងហ្នឹងបងប្អូនអាចយកជាក្រដាសអាឡុយមីញ៉ូមយកមកដាក់ពីលើដើម្បីជាគម្របក៏បានដែរបងប្អូនថ្ងៃនេះខ្ញុំប្រើការបែបនេះពីព្រោះវាមានគម្របស្រាប់ខ្ញុំធ្វើការដាំទឹករបស់យើងឲ្យពុះហើយខ្ញុំចាប់ផ្ដើមដាក់សាច់នំរបស់យើងចូលចំហុយតែម្ដងថ្ងៃនេះខ្ញុំចំហុយតែចំនួន6ទៅ7នាទីគឺបានញ៉ាំងាយៗបំផុតបងប្អូនមិនបាច់រង់ចាំហើយក៏មិនបាច់យកទៅដាក់ក្នុងទូទឹកកកក៏អាចញ៉ាំភ្លាមៗបានដែរឥឡូវនេះ6នាទីកន្លងផុតទៅមើលទៅនំខារ៉ាមែលរបស់ខ្ញុំឆ្អិនល្មមហើយខ្ញុំក៏ចាប់ផ្ដើមយកវាមកដាក់ក្នុងចានបងប្អូនអាចប្រើជាកូនកបាត់ទូចមួយដើម្បីយកវាមកឆ្កឹះគៀនអញ្ចឹងដូចដែលខ្ញុំបានធ្វើហើយខ្ញុំធ្វើឆ្កឹះបែបនេះរហូតដល់បាតខាងក្រោមទើបយើងចាក់វាចេញប្រសិនបើបងប្អូនអត់ឆ្កឹះទេសាច់នំរបស់យើងអាចនឹងបែកហើយចាក់អត់ចេញទេពេលហ្នឹងកែវរបស់យើងក្តៅពេកដោយសារខ្ញុំទៅលើចេញមកពីភ្លើងចឹងខ្ញុំប្រើក្រដាសគ្របកែវដើម្បីកុំឲ្យក្តៅដៃហើយយើងធ្វើការចាក់នំខារ៉ាមែលរបស់យើងចេញមកទំនងមែនទេបងប្អូនមើលទៅគួរឲ្យចង់ញ៉ាំនេះខ្ញុំសាកធ្វើលើកទី1គឺជោគជ័យ 100% ហ្មងបងប្អូនសាច់នំរបស់យើងស្មូតល្អម៉ត់អត់មានប្រហោងហើយមានរសជាតិផ្អែមឡំឆ្ងាញ់បងប្អូនអាចយកទៅដាក់ចូលក្នុងបង្អែមញ៉ាំគឺកាន់តែឆ្ងាញ់ជាងនឹងទៀតអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាបាយបាយ